ជំរាបសួរប្រិមត្តលោកនាងបងប្អូនដែលកំពុងតែតាមដានស្ដាប់វិទ្យុកាំព្រៃ FM 101.75 MHz ដែលកំពុងតែផ្សាយផ្ទាល់ពីក្រុងបានលុងខេត្តរតនគិរីនីតិខារ៉ាអូខេដែលយើងមានការ live តាម page កាព្រៃចាស្ថានីយ៍វិទ្យុកាព្រៃខេត្តរតនគិរីចឹងបងប្អូនដែលគាត់ចូលទស្សនាមើលចាបងប្អូនដែលគាត់មិនទាន់បានចុច like page សូមជួយចុច like page ម្នាក់មួយផងចាយើងនឹងទទួលបានជាមួយនឹងកម្មវិធីជាច្រើនចារបស់វិទ្យុកាព្រៃផ្ទាល់តែម្ដងចាអរគុណច្រើនអញ្ចឹងនីតិខារ៉ាអូខេនេះគឺមានវត្តមានលីយ៉ារួមជាមួយនឹងវត្តមានខាងកញ្ញាចរិយាចាស្វាគមន៍ចាសួស្តីកញ្ញាសុខសប្បាយធម្មតាណាចាអរគុណចាសស្គាល់ថាប្រិមិត្តពុកម៉ែបងប្អូនសុខសប្បាយទាំងអស់គ្នាសម្រាប់ថ្ងៃនេះផងដែរចាយើងជួបគ្នាសាជាថ្មីម្ដងទៀតនៅក្នុងនីតិការ៉ាអូខេណាចាប្រិមិត្តយើងអាចអញ្ជើញជួបបានចាគ្រាន់តែលោកអ្នកចូលនៅក្នុង page របស់យើងខ្ញុំចាចូលរួមនៅក្នុងកម្មវិធីចាសប្បាយលោកអ្នកក៏មិនច្រើនជើងបတ်ចម្រៀងមកចាយើងខ្ញុំទាំងពីរអ្នកនឹងបកស្រាយបတ်ចម្រៀងជូនប្រិមិត្តពុកម៉ែបងប្អូនយើងណាអរគុណច្រើនដែលក៏ប្រិមិត្តយើងអាចអញ្ជើញចូលរួមតាមលេខទូរស័ព្ទទាំងពីរប្រព័ន្ធចាគឺប្រព័ន្ធទី1 097 47 62 ចា800ចាជាស្រ័យណាចាមួយរៀងព្រិលចា845ចាចានឹងខ្សែទី2 088 45 98 731អរគុណច្រើនប្រិមិត្តយើងជួយ share page របស់យើងខ្ញុំម្នាក់មួយផងចានិយាយទៀតទេចានេះខ្ញុំកំពុងតែ share ហ្នឹងឯងកញ្ញា share ចូល group ចានិយាយទៀតអត់និយាយតាំងគេអត់និយាយតាំងនិយាយអូខេថ្ងៃនេះយើងមានអ្វីពិសេសជំរាបជូនទៅដល់លោកនាងអ៊ំពូមីងជាភាសាអតិថិជនរបស់ហាង Honda សុនសុភាចាថ្ងៃនេះគឺជំរាបជូនពីកម្មវិធីពិសេសមួយដូចជាកម្មវិធី Selfie រូបភាពចាអញ្ចឹងចាប់ពីថ្ងៃទី20ខែឧសភាដល់ថ្ងៃទី15ចាខែមិថុនាចាសម្រាប់ការប្រកួតប្រជែងក្នុងការ selfie រូបភាពជាមួយនឹង model Moto Series 2020 Scoopy i អញ្ចឹងសម្រាប់អតិថិជនឬក៏មិនមែនអតិថិជន Honda ក្តីគាត់អាចទៅ selfie ជាមួយនឹងហាង Honda ផ្ទាល់ដែល Moto Scoopy i Series ថ្មី020នៅហាង Honda សុសុភាចាអញ្ចឹងក្នុងនោះគឺយើងមានអ្វីដែលកាន់តែពិសេសគ្រាន់តែ selfie ឬក៏ការបង្ហោះរូបអ្នកណាដែលគាត់ចុចបាន like ច្រើនចាគាត់នឹងទទួលបានទឹកប្រាក់ក្នុងនោះយើងមានជ័យលេខ2លេខ1លេខ2រួមជាមួយនឹងលេខ3អញ្ចឹងលេខ1យើងទទួលបានចំនួន1លានរៀលលេខ2ទទួលបាន50,000រៀលលេខ3ទទួលបាន30,000រៀលចាឱកាសនេះគឺពិសេសមែនទែនចាសម្រាប់បងប្អូនដែលគាត់កំពុងតែចូលមើលតាមការ live page របស់យើងគាត់អាចទៅ selfie ទាំងអស់គ្នាណាចាព្រោះល្ងាចឬក៏ស្អែកនេះខ្ញុំមកទៅ selfie ជាមួយនឹង Scoopy i Series ថ្មីដែលទៅនាំចូលចាដែលទៅចេញថ្មីស្រឡាំងតែម្ដងដើម្បីទទួលបានឱកាសកាលណាដែលយើងទទួលបានការ like share ច្រើននិងទទួលបានទឹកប្រាក់ចាសម្រាប់អ្នកដែលគាត់ទទួលជ័យលេខ2លេខ1លេខ2លេខ3ចាអញ្ចឹងគឺយើងទទួលបានរង្វាន់ចាគឺថាអត់ពិបាកទេចាគ្រាន់តែយើងទៅថត selfie ជាមួយនឹង model Moto នៅហាង Honda សុសុភាហើយក្នុងនោះដែរយើងមានលក្ខខណ្ឌខ្លះៗដែរនេះខ្ញុំនឹងធ្វើការជំរាបជូនឬក៏ឲ្យកញ្ញាគាត់ជំរាបជូនតែម្ដងចាពិតជាពិសេសមែនតើណាខាង Honda សុសុភាចាសម្រាប់ពុកម៉ែបងប្អូនយើងចាបិទជួបទាំងអស់ចាអាចចូលរួមទាំងអស់គ្នានៅចា selfie ទាំងអស់គ្នាដែរចានឹងបងប្អូនយើងដែលបានទទួលការ like ចានឹង share ច្រើននឹងទទួលបានទឹកប្រាក់ចាជាច្រើនផងដែរជូនពីខាងក្រុមហ៊ុនផងដែរណាលក្ខខណ្ឌចាចូលកញ្ញាឈ្នះរង្វាន់លក្ខខណ្ឌមានអីខ្លះកញ្ញាជំរាបជូនណាចាបន្តិចកញ្ញាចាអន្តរជាតិ slow ចាលក្ខខណ្ឌក្នុងការចូលរួមណាចាគ្រប់រូបភាពជាមួយនឹង Moto Scoopy ថ្មីនៅហាង Honda សុនសុភាចារូបភាពដែលថតរួចចាសូមផ្ញើទៅកាន់ Facebook ឬក៏ page ខាង Honda សុនសុភាណាចាមានសិទ្ធថតលក្ខណៈជាក្រុមចាឬក៏2នាក់ទៅ3នាក់ចាម្ចាស់រូបភាពចានឹង like page របស់ Honda សុនសុភាចានៅរូបភាពរបស់ខ្លួនផងដែរ
ចាមិត្តភ័ក្តិរបស់លោកអ្នកចាឬក៏មិត្តភ័ក្តិជាក្រុមចាយើងអាចទៅ selfie ទាំងអស់គ្នាណាចាដែលមានឱកាសចានឹងទទួលបានរង្វាន់ចាឱកាសដែលប្រិមិត្តយើងចាពេលដែលយើងផុសទៅមានគេ like ខាងសៀច្រើនណាបងប្អូនបេក្ខជនមានឱកាសចានៃការ like ចាចាប់ពី1000ឡើងទៅចាបេក្ខជនមិនមានសិទ្ធិក្នុងកម្មវិធីផ្សេងទេចាអស់ហ្នឹងអស់ហើយកញ្ញាចាថាឲ្យនំកណោទៀតសោះចានៅខាងក្រៅអូខេអញ្ចឹងការជំរាបជូននេះទៅដល់លោកនាងចាមិនថាគ្មានចាប្រុសស្រីទេគាត់អាចទៅចូលរួមបានហើយអាចទំនាក់ទំនងទូរស័ព្ទរបស់ហាងតក៏បានឬក៏ចេញទៅកាន់ទីតាំងតរបស់ហាង Honda សូសូភីរួចរាល់ទាំងអស់គ្នាណាចាចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅចាអញ្ចឹងសម្រាប់ហាង Honda សូសូភីចាប់ផ្ដើមទទួលរូបភាពចាប់ពីថ្ងៃទី20ខែឧសភាឆ្នាំ2020ដល់ថ្ងៃទី15ខែមិថុនាឆ្នាំ2020ចាអញ្ចឹងទទួលថតរូបនិយាយពីទទួលថតរូបវិញគឺចាប់ពីវេលាម៉ោង2រសៀលដល់ម៉ោង5ល្ងាចចាប់ពីថ្ងៃសៅរ៍ដល់ថ្ងៃប្រហ័សរយៈពេលនៃការប្រកួតនេះគឺយើងមានរយៈពេលពេញ1ខែតែម្ដងចាអញ្ចឹងអាចចូលរួមទាំងអស់គ្នាណាចាសម្រាប់អតិថិជន Honda ឬក៏មិនមែនអតិថិជនគាត់ក៏អាចចូលរួមបានចានៅការ selfie ទាំងអស់គ្នាចាអូខេអរគុណឥឡូវនេះនាងខ្ញុំសូមបកស្រាយបទចម្រៀងមួយបទសិនចាក៏សូមផ្ញើជូនផ្ដល់ប្រិមិត្តលោកនាងដែលកំពុងតែតាមដានស្ដាប់ឬក៏ការមើល live របស់ page កាព្រៃទាំងអស់គ្នាចាអរគុណចាហេឡូចានេះគេថាមានបងប្អូនយើងគាត់ចូលមើលទេចាដោយសារអីថ្ងៃនេះគេថាវិធីករណីជាង stress តិចចា stress អូខេអរគុណតាបាត់ចម្រៀងខ្យល់ត្រជាក់ឆ្លងឆ្លើយនឹងកើបាត់នឹងសុំបំម្នាក់ឯងមកបងម៉ែបំម្នាក់ឯងមកប្រាប់ខ្ញុំសំពៅបាត់នោះដូចមានចាដូចពីអ្នកដែរកញ្ញាសិមុំប្រាប់ខ្ញុំសំពៅនឹងបាត់បរានចាគ្មានលើកទី2អ្នកណាគេជាងបោះគ្មានលើកទី2ហ្នឹងចាជួយជម្រាបជូនបន្តិចមកហ្នឹងហើយចាអូខេគ្មានលើកទី2កញ្ញាបែកបាត់ហ្នឹងមានទេលើកទី2ចាដល់បកស្រាយបាត់ខ្ញុំជ្រៀងហ្នឹងបាត់ហ្នឹងគ្មានទេគ្មានពាក្យពិតគ្មានព្រមចារីចាបាត់មកកណោគ្មានទេលើកទី2បាត់ដូចជាបាត់ប្រយមានទេលើកទី2អធិស្ឋានមកខាងបណ្ណាចាបាត់ហ្នឹងបាត់ប្រុសទេចាច្រឡំចំណងជើងឯបាត់សុខពិសីណាដែលមានគ្មានទេលើកទី2ចាដូចអត់មានទេសុខពិសីបាយជាអត់ទេបាត់ហ្នឹងច្រឡំចំណងជើងហើយចាពេលខ្លះទៅបងប្អូនយើងអូខេតើឥឡូវនេះខាងវណ្ណាសុំម្ដងទៀតណាសម្រាប់ផ្សេងមកតើកញ្ញាជំរាបជូនតាក់ទៅមួយហាវណ្ណាតាក់ទៅមួយ selfie រូបភាពដែលទទួលបានរង្វាន់បេក្ខជនឬក៏បេក្ខនារីជាពិសេសគឺតាក់ទងជាមួយនឹងក្នុងនោះយើងមានចំណាត់ថ្នាក់លេខ1លេខ2លេខ3អញ្ចឹងកញ្ញាគាត់ជំរាបជូនតាក់ទងជាមួយនឹងការទៅថតរូប selfie តើយើងត្រូវការអីខ្លះឬក៏យើងចង់ដឹងថាហាង Honda ហ្នឹងចាគាត់មានជាមួយនឹងអ្វីដែលពិសេសផ្ដល់ជូនទៅកាន់អតិថិជនដែលគាត់គ្រប់គ្រងជាមួយនឹងផលិតផល Honda ទាំងអស់គ្នាចាព្រោះថាការពិសេសនេះគឺថាមិនងាយទេចាអញ្ចឹងសម្រាប់បងប្អូនយើងគាត់រស់រាន់គ្រាន់តែយើង selfie ទទួលបានទឹកប្រាក់ចាឬក៏ទទួលបានរង្វាន់ផ្សេងៗគាត់អាចរស់រាន់ទាំងអស់គ្នាចាសម្រាប់ចាពុកម៉ែបងប្អូនយើងមិត្តយុវវ័យជាពិសេសណាគឺមិត្តយុវវ័យចាដែលនិយមស្រឡាញ់ពេញចិត្តនឹងម៉ូតូថ្មីពី Honda Sophia ចាសម្រាប់ចាបេក្ខជនដែលទទួលជាលេខលេខ1គឺនឹងទទួលបានទឹកប្រាក់1លានរៀលណាចាសម្រាប់បេក្ខជនដែលជាប់លេខ2ចានឹងទទួលបានទឹកប្រាក់5លានរៀលចានិងបេក្ខជនដែលទទួលបានចំណាប់ដែលទទួលបានជាលេខលេខ3ណាចាគឺ3ចាជាស្រ័យ
ចា3លានរៀលផងដែរ បាន 30,000 ចា30,000 ចាំតិចកញ្ញា ទី3បាន 30,000 ចាទី2បាន 50,000 ហើយទី1បាន 1 លានរៀល ចាសម្រាប់ឱកាសនេះដែរចាចាប់ពីថ្ងៃទី20ខែឧសភាចាឆ្នាំ2020នេះផងដែរថ្ងៃទី15ចាដូចជាខែមិថុនា2020នេះអត់នៅទៀតទេ ចាកំពុងតែវាស័យតិចទូចភ្នែកព្រិលមើលអត់ឃើញណាចាសម្រាប់ទី5ទទួលថតរូបចាចាប់ពីម៉ោង 2 រសៀលចាដល់ម៉ោង 5 ល្ងាចចាចាប់ពីថ្ងៃសៅរ៍រហូតដល់ថ្ងៃប្រហ័សផងដែរចារយៈពេលនៃការប្រកួតរយៈពេលមាន1ខែចាពេញតែម្ដងចាប់ពីថ្ងៃទី15ខែមិថុនាឆ្នាំ2020រហូតដល់ថ្ងៃទី15ខែកក្កដាឆ្នាំ2020ចាការប្រកាសលទ្ធផលនឹងធ្វើឡើងចានៅថ្ងៃទី15ខែកក្កដាឆ្នាំ2020ចាម៉ោង 2 រសៀលណាចាម៉ោង 2 រសៀលពីក្រុមហ៊ុនចាពីក្រុមហ៊ុនរក្សាសិទ្ធិកែប្រែដែលអីជាស្រ័យជំរាបជូនទុកជាមុនក្នុងករណីចាំបាច់ណាចាសម្រាប់ចាពេលខ្លះទៅពុកម៉ែបងប្អូនយើងអត់ដឹងណាអ្នកដែលជួយទទួលជាលីពីចាយើងអាចតាមដានហើយនឹងមើលការ like ហើយនឹង share របស់យើងខ្លួនឯងផងដែរណាអរគុណបាត់ហ្នឹងឃើញណាគ្មានលើកទី2សម្រាប់អ្វីដែលធ្លាប់ធ្វើខុសខាងបណ្ណាច្រៀងជូនតែម្ដងចាមានលើកទី2សម្រាប់អ្វីធ្លាប់ធ្វើខុសជួយ share មួយផងចាមិនតោងពីការជួបជុំគ្នាហើយដើម្បីពុំមានចាំបាច់ចំបាយធ្វើខ្លួនដូចជាមនុស្សចំឡាយជាមួយប្រព្រឹត្តភ្នែកបែកគ្មានរហ័ងស្ដាប់ហេតុផលផងក៏បងទៅបែបនឹងអូនជួយចាប់ខ្លាំងណាស់អារម្មណ៍មិនស្រួលឡាសងព្រោះបងជាមនុស្សប្រឹងអូនស្នេហ៍បងផុតធ្វើបានបើកលយ៉ាងត្រូវការតែក្តីស្នេហាអូនមិនរលំទោះបីបងតាំងចិត្តចង់ប្រត់គេយកបងក្នុងចិត្តរួចហើយក៏ដៅលន់ទៅបងប្រនៅស្រឡាញ់ទឹកភ្នែកហូរមិនឈប់ឡើយមិនទៀមទាបងបកក្រោយតែអូនចង់ឲ្យបងឃើញអូនរងចាំអូនចេះខូចចិត្តពេលណាឡងស្រឡាញ់បងពីមុនបេះដូងមិនធ្លាប់ទេតែពេលនេះអូនព្រួលប្រែអារម្មណ៍ខូចចិត្តមិនដែលទំនេរចេះតែទឹកភ្នែកមិនឈប់មាននាទីពីរចូលមកជំនួសស្នេហ៍ថ្លៃហើយដើម្បីចិត្តស្ដីមិនឲ្យស្អប់មិនទៅទៅយកពីបងចប់ជឿចាប់រហូតខ្លាយជាទុំលំដល់ជាប់នៅពេញបេះដូងស្រីទាំងថ្លៃកំពុងបើបើបានក៏លយ៉ានមងត្រូវការតែក្តីស្នេហាអូនមិនរលំទោះបីបងតាំងចិត្តចង់ប្រត់យកគេដាក់ក្នុងចិត្តរួចហើយក៏ដៅលន់ទូព្រោះបងនៅស្រឡាញ់ទឹកភ្នែកហូរស្រក់មិនឈប់ឡើយមិនទៀមទាបងបកក្រោយតែអូនចង់ឲ្យបងឃើញអូនរងចាំអូនចេះខូចចិត្តពេលណាឡងស្រឡាញ់បងពីមុនបេះដូងមិនធ្លាប់ទេតែពេលនេះអូនព្រួលប្រែអារម្មណ៍ខូចចិត្តមិនដែលទំនេរចេះតែស្រ
ដៃគូនេះខ្ញុំនឹងដូចថងផ្លឹកមិនទេនេះយល់ទេនេះកាត់អីមែន មានកាត់ សង្សារបែកចិត្តមែន អត់ទេមើលញ៉ៃបាន សម្បត្តិយល់បានអត់អរគុណចាស់បាត់ជំរាបបញ្ចប់ជាបន្តទៅអញ្ចឹងសម្រាប់ប្រិមត្តដែលគាត់កំពុងតែមើលតាមការ live ចាគាត់អាចចូលរួម comment សំណពរឬក៏អាច comment ជជែកកម្សាន្តជាមួយនឹងកម្មវិធីយើងបានចាដែលយើងកំពុងមានការ live page ផ្ទាល់តែម្ដងអូខេឥឡូវនេះយើងមានបទចម្រៀងជាបន្តទៀតនៅក្នុងការបកស្រាយជូនទៅដល់ប្រិមត្តយើងចាបាត់អីដែរ ចាចាំនេះសិនចាំបើកមើលសិនមើលអូនល្អខ្លះផងចាអត់វិញឆ្ងាយទេបកតែម្ដង បបផ្សេងដាក់បបផ្សេង អាចជាងបានអត់ទេថ្ងៃហ្នឹង Hãy subscribe cho kênh Ghiền Mì Gõ để không bỏ lỡ
បាត់ជំរាបបញ្ចប់ជាបន្តហើយអរគុណច្រើនចាស់សម្រាប់បងប្អូនប្រិមត្តដែលក៏កំពុងតែមើលតាមការ live របស់យើងគាត់អាចចូល comment សនាមបាត់ជំរាបបានយើងនឹងធ្វើការបកស្រាយជូនទៅដល់ប្រិមត្តអ្នកស្ដាប់តែម្ដងចាជាពិសេសបងប្អូនដែលគាត់មើលតាមការ live អូខេចាឥឡូវនេះបាត់ជំរាបមួយបាត់ជាបន្តទៀតចាំបាត់អីកញ្ញាបងតាណាទៅតនអូននេះឈឺតិចអត់ស៊ីផលិតអស់ហើយមើលទៅស៊ីផលិតលួចអរគុណបាត់ជំរាបបានបញ្ចប់មួយបាត់ណាបងទៅណាក៏ទៅតូនអូនចាឈឺតិចចាបានបញ្ចប់ទៅហើយប្រិមិត្តយើងសំណពរណាអរគុណច្រើនពីកម្មវិធីរបស់យើងជំរាបជូនពីកម្មវិធីប្រកួតប្រជែងរូបភាពណាចាសម្រាប់លក្ខខណ្ឌការចូលរួមចាគ្រាន់គ្រប់រូបភាពចាត្រូវថតជាមួយនឹងម៉ូតូ Scoopy ចាដែលថ្មីនៅ Honda Sun Sophia ស៊េរី2020ចាទី2គឺរូបភាពដែលថតរួចសូមផ្ញើទៅកាន់ចា Facebook ឬក៏ Page Honda Sun Sophia និងទី3មានសិទ្ធិថតលក្ខណៈជាក្រុមចា2ឬក៏3នាក់ទី4ចាម្ចាស់រូបភាពត្រូវឡាយជុលនៅក្នុង Page Honda Sun Sophia ចានៅរូបភាពខ្លួនឯងចាឬក៏មិត្តភ័ក្តិរបស់អធិស្ឋានមិត្តភ័ក្តិរបស់អ្នកចាឲ្យកាន់តែច្រើនចាដើម្បីមានឱកាសទទួលបានឡាយច្រើនចានិងទី5បេក្ខជនត្រូវមានចំនួននៃការឡាយចាប់ពី 1000 ឡាយណា 1000 ឡាយឡើងទៅចាទី6បេក្ខជនមិនមានសិទ្ធិចាប់ជួបកម្មវិធីចាឡាយបើក្នុងករណីប្រើចាឡាយកម្មវិធីនេះគឺជាកម្មវិធីធ្វើឲ្យឡាយច្រើនណាចានិងធ្លាក់ដល់ស្វ័យប្រវត្តិផងដែរណាអស់ហើយគេញ៉ាអូខេចឹងសូមពេលវេលាបងប្អូនយើងគាត់ទៅ CV ទាំងអស់គ្នាចាព្រោះថាវិធីការនេះក៏រៀបនឹងទៅដែរព្រោះថាយើងទៅចូលរួមទៅខាញ់បានរង្វាន់ 30,000 រៀលក៏លុយដែរចាហ្នឹងហើយអរគុណណាចាអញ្ចឹងសម្រាប់បងប្អូននៅក្នុងខេត្តរតនគិរីចាគាត់មានពេលវេលាអីទៅ CV ទាំងអស់គ្នាជាមួយនឹងម៉ូតូស៊េរីថ្មី Scoopy i ចា020ទាំងអស់គ្នាណាចាអញ្ចឹងចាំទៅជួបគ្នានៅហាង Honda ដើម្បី CV ហើយចាប់ពីថ្ងៃផ្សាយដំណឹងទៅចាប់ផ្សាយដំណឹងទៅចាចាប់ពីថ្ងៃទី20ខែឧសភាដល់ថ្ងៃទី15ខែមិថុនាអូខេអរគុណចាបាត់ជំរាបបញ្ចប់ហើយតាឥឡូវនេះបាត់អីទៀតកញ្ញាថ្ងៃនេះយើងច្រៀងខ្លួនឯងផងម្ដងកញ្ញាចារៀងសែតរៀងសែតណា
ជំរាបបានបញ្ចប់ហើយណាចាពលអភ័ព្វថាប់តែម្ដងមិនថាប់ច្រើន បាត់ជំរៀងមើលមុខយកកញ្ញាមានណាហ៊ានថា គេចេញនិយាយត្រង់ មើលមុខខ្លួនឯងថ្ងៃនេះចង់យំអត់ទេកញ្ញាថ្ងៃនេះមានអារម្មណ៍ថាស្លុតស្មារតី អត់យ៉ាងណាចាអី មុខស៊ីនដូចសត្វចម្លែក ខំស្រីកាមេរ៉ាមិនហ្នឹងឯងអូខេអរគុណនឹកបងពេលភ្លៀងធ្លាក់មកបាត់ចា កញ្ញាដែលឃើញកញ្ញាដែលមើលខ្លួនឯងអាក្រក់ ខ្ញុំអត់ដែរមកកណ្ដាលក្រនឹងទៅគេតែកណ្ដាលសា អត់ទេនិយាយតែថ្ងៃហ្នឹងណាត់គ្នាបានល្អអាក្រក់ទាំងពីរ mình nhớ cái tao lẹ mua cả cả អូយចានិយាយលេងឲ្យបងប្អូនចា លឺសំឡេងភ្លៀងធ្លាក់នៅខាងក្រៅអារម្មណ៍សោកសៅកណ្ដាលបងភ្លៀងកាន់តែខ្លាំងអូនរងាបេះដូងចង់កាន់ដៃបងដើរកាន់ដងនងភ្លៀងពេលក៏រនទាំងបងខ្លាចទេចង់អោបវាមេក៏ផារទេស្ដាំតាំងភ្លៀង
ចាសំណុំបបអត់អីគេបងចាអាច comment បានណាចាអូខេអរគុណច្រើនប្រិយមិត្តអ្នកស្ដាប់ជាទីមេត្រីចាពេលនេះម៉ោង 5:55 នាទីហើយចាម៉ោងវិទ្យុការប្រៃអញ្ចឹងសម្រាប់បងប្អូនយើងដែលក៏តាមដានទស្សនានីតិយ៉ាងនេះចាក៏បានឈានចូលមកដល់ទីបញ្ចប់ដែរចាអញ្ចឹងយើងខ្ញុំសូមជម្រាបលាប្រិយមិត្តយើងត្រឹមតែប៉ុណ្ណេះតែម្ដងចានឹងជួបបងប្អូននៅថ្ងៃស្អែកតាមពេលវេលានឹងម៉ោងដដែលគណៈពេលនេះវត្តមានចាចាចានេះខ្ញុំចរិយាសូមអរគុណសូមជម្រាបលាអូនត្រូវការជួបមុខបងណាចង់